អំពី ICJ និង ICC ICJ ថ្ងៃ15ខែកក្កដាឆ្នាំ2025រដ្ឋាភិបាលកម្ពុជាផ្ញើលិខិតទៅ ICJ សុំស្វែងរកដំណោះស្រាយលើទំនាស់ទឹកដីនៅត្រីកោណមរកតតាមាន់ធំតាមាន់តូចនិងតាក្របីថៃបានបដិសេធមិនព្រមទទួលស្គាល់ compulsory jurisdiction របស់ ICJ គាំងអ្នកណាដែលចេះជាងហ្នឹងចាញ់មុខមកអ្នកណាដែលចេះជាងហ្នឹងចាញ់មុខមកពន្យល់មកតើឆ្លងកាត់ករណីហ្នឹងយ៉ាងម៉េចណាឆ្លងកាត់ករណីហ្នឹងយ៉ាងម៉េចថៃអត់ទទួលស្គាល់អន្តរាគមន៍ពី ICJ រឿងទឹកដីកម្ពុជាចាប់ក្រោយឆ្នាំ62ក្តីប្រាសាទព្រះវិហារបើអ្នកនឹងចេះជាងខ្ញុំចាញ់មកនឹងមួយរឿង ICC អ្នកដែលប្តឹងបានមានតែ3ទេ1គឺរដ្ឋភាគីលក្ខន្តិកៈក្រុងរ៉ូមរដ្ឋជាភាគីលក្ខន្តិកៈក្រុងរ៉ូមបញ្ជាក់ណាបញ្ជាក់ឲ្យច្បាស់ណា ICJ បានបញ្យល់ហើយករណីគឺយើងដាក់លិខិតទៅថ្ងៃទី15ខែមិថុនាឆ្នាំ2025ថៃបានបដិសេធមិនទទួលស្គាល់ compulsory jurisdiction របស់ ICJ ទេចុះឥឡូវ ICC អ្នកដែលប្តឹងបានមានតែ3ទេ ICC អ្នកប្តឹងបានមានតែ3ទេ1គឺរដ្ឋអធិបតេយ្យដែលជាលេខីលក្ខន្តិកៈក្រុងរ៉ូមរដ្ឋអធិបតេយ្យដែលជាលេខីនៃលក្ខន្តិកៈក្រុងរ៉ូមទី2ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិស្វែងរក ICC ឲ្យអន្តរាគមន៍ទី2គឺក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិអំពាវនាវតាមលិខិតទៅកាន់ ICJ ឲ្យអន្តរាគមន៍តែមាន ICC ឲ្យអន្តរាគមន៍ទី3គឺខ្មែរយើងឥឡូវហៅថាព្រះរាជគេហៅរដ្ឋអាជ្ញា ICC ពីដើមហៅថាសភាចារបុរដ្ឋ ICC មានតែ3ទេឥឡូវក៏លេខមើលពួក scammer ពួកអកុលស័យតើវា scam យ៉ាងម៉េចអកុលស័យមានរដ្ឋាភិបាលឯឆ្កាច់មួយឈ្មោះ$23រដ្ឋាភិបាលឯឆ្កាច់$23អត់មានទីតាំងទេអកុលស័យនៅស្រុកប្រាំងមានទូតជាមួយកម្ពុជាណាស្រុកប្រាំងមានទូតជាមួយកម្ពុជាចៅ DKA តាទៅឈឺនោមកូនមនុស្សចាស់នោមវាមិនអស់មកវិញមិនបានមកលលាស់ដាក់លើក្បាលចៅឯងគាត់ឯងអង្គុយចាំមើលអញហ្នឹងក៏ល្អូដែរអញទៅឈឺនោមណាមនុស្សចាស់អាយុ73ឆ្នាំទៅឈឺនោមហើយហ្នឹងឯងមិនឲ្យតាឈឺនោមទេនិយាយលេងនិយាយចាតោះអញមកលាស់ដាក់ Facebook យ៉ាងម៉េចដាក់ YouTube យ៉ាងម៉េចមកអញឈឺនោមទេអញ្ចឹងយើងក៏លេខមើលអកុលស័យវានៅស្រុកប្រាំងវាបង្កើតរដ្ឋាភិបាល23ឯឆ្កាច់បើវាដាក់រដ្ឋាភិបាល$23ឯឆ្កាច់នៅស្រុកប្រាំងប្រទេសកម្ពុជាអាចប្តឹងបារាំងបានបារាំងរំលោភលើកិច្ចសន្យាការទូតកម្ពុជារំលោភយ៉ាងម៉េចស្រុកប្រាំងកុំភ្លើណាឯងដាក់ទូតជាមួយអញនៅកម្ពុជាណាឯងទទួលស្គាល់$23ឯឆ្កាច់វាជា violation of diplomatic relationship ស្រុកប្រាំងអត់ហ៊ានធ្វើទេអញ្ចឹងអកុលស័យអត់អាចតាំងរដ្ឋាភិបាល$23ឯឆ្កាច់នៅស្រុកប្រាំងបានទេយល់ទេអត់មានចាំងបុកទេកញ្ចក់អញមិនបុកកញ្ចក់ទេបុកកញ្ចក់អស់លុយបុកអញ្ចឹងវាបែកតែក្បាលបុកកញ្ចក់អស់លុយអូខេអាហ្នឹងមួយទៀតបើវាពឹងនរណាម្នាក់ឲ្យដាក់រដ្ឋាភិបាល$23នៅស្រុកអាមេរិកនាងទទួលខុសត្រូវខាងការបរទេសហ្នឹងគេធាក់ក្បាលចេញពីអាមេរិកនាងមួយតែជារដ្ឋមន្ត្រីក្រសួងការបរទេស$23ហ្នឹងគេធាក់ក្បាលចេញពីប្រទេសអាមេរិកបើសំអានហ៊ានដាក់$23ឯឆ្កាច់នៅលើដីអាមេរិកគេដេញទាំងសំអានចេញទៀតពីព្រោះអីពីព្រោះសហរដ្ឋអាមេរិកមានចំណងមេត្រីភាពការទូតជាមួយកម្ពុជាណាដូច្នេះអត់អាចរំលោភលើចំណងមេត្រីភាពការទូតកម្ពុជាអាមេរិកទេអូខេដូច្នេះហើយអា23ឯឆ្កាច់ហ្នឹងអត់មានទីតាំងទេ
tăng bị việc cao máu là hốt đo ngày này cùng sống bay tại bật tên mui từ tua squall về sống bay tại cần đó có ớt từ tua squall rọt thang bị báo mà phải bay tọt lá ai chặt nền đài và tốt mà tiết châu đó chấm nói mùi cái tha rọt thang bị báo đã đăng tới ICC bán về tôi tại hạt thật lệch khay lẹ khăn để cắt trong rồng cô là say ai tới trong hạt lệch khay bán đấy ớt bán đi bị pro viên mình men chia tầm nang rọt thang bị báo sọp chứ bắp chăng chỉ còn bà ta sọc mình play miền tây ngọt anh chạy lơ chẳng rồi đấy anh chạy khao hay mơ to anh mới mà năm tới mà năm play là hột anh mấy con mình ngó từ xua mà anh thằng mấy bạn còn to nhâm play là hột nữa mắt từ mơ lại nào đấy sẽ khao mơ luôn anh có đang play đấy mình nước đây mình play cứ mình đừng ngọt đam chơi để hot play cứ đam chơi ngọt vô nói là cháu con plơ pe trong bài ta mình vô lại miền pe lỡ chụp mơ sâu từ bao từ sẽ khao mơ cái trong đây mà mình play tê mình men chàng anh để chứ bác chỉ ngọt bạn buông ngọt ok lại ok này cái computer đi ta sắp tới tập play mà vì anh play đang hơi và anh thư video của môi quan chiên video miền cái mơ luôn vô nữ vậy liền cho trời ơi nè anh cả này dễ anh vô là đường play ở đấy to là tiền phá cô là say về tại cho hạt lấy khá lên lẹ anh thì cắt trong rôm kì ở vì cho tê hai việc con mình hiền đây anh mùi mà về hiền bao giờ xong rồi bóp anh đang phải hiền ok và tốt mà tiết nè ông cả xong để công tác xã xong để sắp xã phải chia xua thật công tác xã xong để sắp xã phải chia đấy kì miên muốn là hai ấy là từ bắt đăng thay rương sừng kềm đăng thế cả lần này bắt đăng thay về miền cả lần này đổi tỏ tử nè cả lần này bắt đăng thay miền cả lần này đổi tỏ tử cả lần này tìm môi ọc rất là cam và lai phụ sa lấy dương vô khu cái bao nhiêu mà kịch mà sừng kềm tu lang tam prom đai pi đong đồng khai cả đa đồng khai thú trăm khai pram xiêm việc và lai phụ sa dương đấy ọt tê mà miền ta mình nước chuột mình bắt mình nước chuột đấy xong bây giờ cảnh đo chuột còn về nước mình khơi đây chẳng vì mình men chia ọc rất là cam và lai phụ sa tê chẳng số tiền vì chia ọc rất là cam sừng kềm đấy ọc rất là cam sừng kềm to là thái châu máu cam sầm lạp nước ọt từng phum cái bị chia cho nhiều bánh trao là nó cái hơi ọc rất là cam sừng kềm tôi bảo một pi đongในឆ្នាំ25អត់មានអក្រិតកម្មសង្គ្រាមទេឥឡូវបើវាអត់មានអក្រិតកម្មសង្គ្រាមបន្តទៅទៀតតើវាជាអក្រិតកម្មប្រឆាំងមនុស្សជាតិទេក៏វាអត់មានតើវាជាអក្រិតកម្មឈ្លានពានទេវាកាន់កាប់ទឹកដីតូចតាមបណ្ដោយព្រំដែនស្រុកទាំងមូលក៏វាអត់កាន់កាប់ខេត្តទាំងមូលក៏វាអត់កាន់កាប់អញ្ចឹងអត់អាចคล้ายទៅជាអក្រិតកម្មឈ្លានពានទេដូច្នេះប្តឹងមិនបានក្រុមប្រឹក្សាសន្តិសុខណាអរគុណទិញហើក្រុមប្រឹក្សាសន្តិសុខសហជីវជាតិអត់បានទេបន្ទាប់មកទៀតដើម្បីយើងកសាងករណីឲ្យមាន reference from the UNSC ដើម្បីកសាងករណីឲ្យអង្គការក្រុមប្រឹក្សាសហជីវជាតិជួយយើងវាតលតែប្រើការទូតគោលអាស័យមានការទូតទេមានតែការទូតវាខុសក្បួនគេហៅទូតកកណាតែវាធ្លាប់ទៅស្រុកខ្មែរហ្នឹងបើធ្លាប់ទូតកកវាធ្លាប់មានការទូតកកនាងមួយដែលកាន់ការបរទេសវាហ្នឹងនាងហ្នឹងសូម្បីតែអង់គ្លេសចេះមិនគ្រប់ផងនាងហ្នឹងគ្មានចេះម៉ងទីទុយអីអត់មានទេដូច្នេះហើយអា$23ឯឆ្កាច់ហ្នឹងវាមានតែទូតកកអូខេវាអត់មានការទូតទេបើវាអត់មានការទូតធ្វើម៉េចកើតទៅណាធ្វើម៉េចកើតទៅបន្ទាប់មកទៀតមនុស្សទី3ដែលអាចរៀបបណ្ដឹងបានគឺរដ្ឋអាជ្ញាគេហៅថា the ICC prosecutor ខ្ញុំហៅថាសភាចារៈបរិះ ICC អានឹងហើយដែល scam កុលស័យវាបោកនោះ prosecutor ហ្នឹងវាតាក់ទងតាម lawyer អីទៅដើម្បីយកกระดาษស្នាមទៅឲ្យគេមិនមែនមានន័យថាជោគជ័យជំហានទី1កណ្ដាញស្ញួយអីទេវាបង្កើត scam story you know scam story ប្រែជាភាសាខ្មែរគេហៅថារឿងឆបោកទៅវាឲ្យគ្នា website ថាជ័យយោបានជោគជ័យហើយដំណាក់កាលទី1គឺគេព្រមក៏ហៅយើងទៅជួបហើយអត់ទេដូចនាងមួយទទួលខុសត្រូវការបរទេសនៅក្នុង$23ឯឆ្កាច់ចឹងវាមកទីក្រុង Washington ដើម្បីជួបព្រឹទ្ធសភាអាមេរិកក្នុងនាមវាជាជនជាតិខ្មែរកាន់តែជាតិអាមេរិកវាមិនដែលហ៊ាននិយាយថា I would like to tell you
I am the Minister of Foreign Affairs of the 23rd October government ខ្ញុំដែរហ៊ាននិយាយចឹងទេវាអត់ហ៊ាននិយាយចឹងទេបើវានិយាយចឹងគេធាក់វាចាញ់ពី Capitol Hill បាត់ហើយពីព្រោះសហរដ្ឋអាមេរិកគេអត់ភ្លើទៅទទួលស្គាល់អីណា$23អាចឆ្កែទេអញ្ចឹងវាមកជួបព្រឹទ្ធសភាអាមេរិកក្នុងនាមវាជាខ្មែរអាមេរិកហើយវាថតរូបមកទេអូខេណាព្រះរាជអាជ្ញា ICC ធ្វើសកម្មភាពទៅតាមការប្រមូលព័ត៌មានចាំទេកាលក្មួយមូនពេជ្រសរសេរលិខិតរឿងសៀមនឹងទៅ ICC prosecutor office គេឆ្លើយមកវិញអូអស់នេះមិនខុសគ្នាទេក្មួយមូនពេជ្រមានចាំទេគាត់ប្តឹងទៅ prosecutor office ICC គេផ្សេងបាត់មកវិញរហូតមកដល់ថ្ងៃនេះអត់ទាន់ឃើញស្អីនៅឡើយទេវាជា scam សំសបុតណាស់នៅអូខេយល់ឲ្យច្បាស់កុំចាញ់បោកគេប៉ុណ្ណឹងចុះ Facebook ខ្ញុំលាសិនខ្ញុំចំណាយពេលឆ្លើយ YouTube ខ្ញុំឆ្លើយខាង YouTube ឆ្លើយខាង YouTube ខ្លះមិនបានឆ្លើយវាអត់មានអ្នកណាមកនិយាយច្បាស់លាស់ទេមានតែខ្ញុំនិយាយចំណែកអាអ្នកក្រៅសៃវៀនវាចេះតែនិយាយបានរឿងពិតវាមិនមែនរឿងនេះទេរឿងអាកុលស័យរឿង scam តារឿងឆោបោកតាណាហ្នឹងចឹងឥឡូវឆ្លើយAlexico 15ឆ្នាំកំរៀនថ្នាក់ទី7សោយកំរៀនតទៅទៀតកុំចំណាយពេលមកមើលតាកំរៀនអូខេម៉ាលីចាន់អង្គប្រភេទណាដែលយើងអាចប្រកួតប្រជែងជាមួយបរទេសផ្សេងបានអង្គប្រភេទណាក៏ដោយទី1បាយទុនតែមិនមែនទុនដូចអង្គដំណើបទេប៉ុន្តែទុនហើយក្រអូបទី2ពេលគេដាំទៅវាកកុំឲ្យរឹងដូចដុំថ្មណាទី3មានរសជាតិដូចក្រចកចាបដូចផ្កាស្លាដូចណាផ្កាម្លិះជាដើមលាក់នឹងលាក់ឲ្យមានរសជាតិហើយនឹងគ្មានសារធាតុដែលបង្កឲ្យកើតមហារីកនិងទារកក្នុងផ្ទៃកើតមកមិនគ្រប់កាយសម្បទាឬមានរោគខួរក្បាលកម្ពុជាត្រូវជៀសវាងកុំឲ្យមានផលិតផលដែលគេរកឃើញថាមានសារធាតុបណ្ដាលឲ្យខូចខួរក្បាលក្មេងក្នុងផ្ទៃនិងធ្វើឲ្យមនុស្សកើតមហារីកចប់ការវេចខ្ចប់ត្រូវដាក់ឆ្នាំធ្វើស្រែ2026ដាក់2026ហើយអ្នកដឹកអង្គមកលក់អ្នកដែលបញ្ចេញអង្គពីប្រទេសកម្ពុជាមកត្រូវធានាថាអង្គហួសឆ្នាំនិងអនុញ្ញាតឲ្យអ្នកនាំចូលរៃអស់មានន័យថាម៉េចឧទាហរណ៍ថាខ្ញុំនាំចូល1លានបាវសម្រាប់ឆ្នាំ2026បើខ្ញុំចូលដល់ថ្ងៃទី31ឬក៏1ខែក្រោយឆ្នាំ2026បើលក់មិនអស់ទេកសិដ្ឋានដែលបញ្ជូនអង្គមកនឹងទទួលសងលុយវិញគេហៅរៃអស់សងលុយវិញហ្នឹងគេចរចាគ្នាឧទាហរណ៍តែទិញពីស្រុកខ្មែរមក1បាវ$9បើអង្គនោះលក់ដល់ខែទី1ខែទី2ឆ្នាំ27លក់មិនដាច់អង្គតែនៅសល់ត្រូវសងវិញជាទឹកប្រាក់$5 $6 $7 ឬក៏សងវិញ$9ពេញតម្លៃរបៀបសងវិញនេះគេហៅ write off មិនមែន refund ទេជា write off ដែលនៅក្នុងកុងត្រាណាអាហ្នឹងមួយទៀតអ្នកនាំចូលអង្គរាប់ម៉ឺនលានបាវឬម៉ឺនសែនលានបាវពួកអ្នកនាំចូលត្រូវមាន term បើកម្ពុជាអាចគោរព term នឹងបានទើបព្រមព្រៀងនាំចូលបាន term អង្គគឺអត់ដែលអ្នកណាឲ្យលុយមុនទេគឺតតែលក់អស់បានឲ្យលុយអង្គមួយជើងគេជំពាក់ term យើងនៅក្នុង international trading international commerce តែគេអត់តន់បងលុយឲ្យយើងទេដល់តែគេលក់អង្គអស់មានន័យថាគេទិញ1លានបាវគេលក់អស់1លានបាវឬក៏វាហួសឆ្នាំគេរាយអស់ប្រមាណគេគិតលុយហ្នឹងគេសងយើងបើកម្ពុជាចេះរកស៊ីរបៀបហ្នឹងទៅនាំចូលបរទេសបាននឹងគ្រាន់តែជាឧទាហរណ៍មិនមែនយើងនាំ10000បាវគេបង់ឲ្យយើង10000បាវគេទេលុយយើងវិញទេណានៅក្នុងការរកស៊ីធំអត់ដែលឲ្យលុយមុនទេហើយបើយើងអត់ competitive បើយើងមិនអាច compete បាន
គឺយើងអត់អាចនាំចូលបានទេយល់ទេឥឡូវនេះអង្គខ្មែរចាប់ដើមនាំចូលដូចឧទាហរណ៍អង្គព្រះវិហារខ្មែរនាំចូលប៉ុន្តែស្រាប់តែវាបាយរឹងដល់ពេលអញ្ចឹងមានន័យថាថ្ងៃក្រោយគេឈប់ទិញហើយអ្នកដែលនាំចូលឈប់ហ៊ាននាំចូលហើយហើយដល់មិនបានអ្នកនាំចូលអត់មាន right of term អ្នកនាំចូលខ្មែរយើងនាំចូលខ្មែរនាំចូលមិនចំទេជួនកាលគិតអត់ឃើញទេអ្នកនាំចូលអ្នកនាំចូលគិតអត់ឃើញគិតថាលក់ដាច់អស់ដល់ហើយលក់អត់ដាច់ខាតចុយមកថ្ងៃក្រោយឈប់យកហើយស្ដាប់តនេះឧទាហរណ៍អង្គនេះអ្នកនាំចូលគឺបរទេសមិនមែនខ្មែរនាំចូលទេដល់អញ្ចឹងពេលគេនាំចូលគេមាន term គេច្បាស់លាស់អង្គនេះណាអ្នកនាំចូលគេមាន term គេច្បាស់លាស់ទី1គេមានឆ្នាំនៃរដូវធ្វើស្រែ New Crop 2021ទី2 Nutrition Information ដែលគេដាក់នេះណា Nutrition Information ដែលគេដាក់នេះគឺគេដាក់ត្រឹមត្រូវតាមស្តង់ដារនៃការវិចអង្គអូខេអាហ្នឹងមួយត្រូវយល់ហ្នឹងអ្នកនាំចូលអង្គនេះមិនមែនខ្មែរនាំចូលទេគឺ ASEAN Food Distributor នាំចូលអង្គដែលវិចខ្ចប់មកនៅស្រុកខ្មែរឈ្មោះអីអត់ដឹងទេប៉ុន្តែព្រមព្រៀងតាម term របស់គេចំណែកខ្មែរយើងដែលនាំចូលលក់អត់ដាច់ឥឡូវនឹងពងតាខាតណាបាសជើងណាខ្ញុំប្រាប់ដឹងមិនបានបាសជើងតែបាសជើងឈប់យកហើយមកពីអ្នកនាំចូលហ្នឹង importer ហ្នឹង not experienced importer ខ្ញុំនិយាយមិនមែនបង្អាប់ទេខ្ញុំប្រាប់ពីបញ្ហាទុរេនដែលនាំមិនចូលពួកម៉ាក់ខ្ញុំអ្នកនាំចូលទុរេនវានាំចូល Malaysian durian វានាំចូល Thai durian នាំបានដោយសារតែត្រឹមត្រូវតាមលក្ខខណ្ឌនៃ import export បើមិនអញ្ចឹងទេងាប់អាអ្នកនាំចូលវាងាប់វាឈប់ហ៊ាននាំចូលហើយដល់តនេះវាទៅ scan មេរោគអីរដ្ឋាភិបាលត្រូវបញ្ជូនព័ត៌មានបែបនេះទៅឲ្យក្រមកសិករឲ្យច្បាស់ហើយត្រូវប្រាប់ក្រមកសិករថាការនាំចេញមិនមែនជារឿងលេងសើចទេមិនមែនជារឿងលេងសើចទេតោះតែយើងច្បាស់លាស់ទៅយើងឈ្នះទីផ្សារអូខេណានឹងប្រាប់ទៅមកលីចាន់ណាកូនណាមានអ្នកតាក់ទងខ្ញុំចង់ឲ្យជួយលក់អង្គឲ្យមានអ្នកតាក់ទងពួកម៉ាក់ខ្ញុំឲ្យជួយលក់អង្គឲ្យពួកយើងក៏និយាយថាលក់វាមិនបានណាលក់វាអត់កើតទេលក់អត់កើតទេអ្នកដែលចង់នាំអង្គខ្មែរមកដាក់ឧទាហរណ៍ដូចលោកសុនចន្ទថុលនិយាយថា Costco ទិញក៏ទៅតាម term ហ្នឹងដែរលោកសុនចន្ទថុលព្រមប៉ុន្តែអ្នកដែលបញ្ជូនអង្គចេញត្រូវតែព្រមហើយយល់ច្បាស់អំពី term របៀប right of guarantee អីសពគ្រប់វាជាការលំបាកក្នុងការបើកទីផ្សារប៉ុន្តែនៅពេលយើងបើកបានគឺយើងជោគជ័យហើយហ្នឹងចឹងម៉ាឡេឌៀនខ្ញុំបានស្ដាប់ទាំងអានសម្ដី Caroline Vick Chief Policy Officer of DFC told the Edge in the exclusive interview during recent visit to Kuala Lumpur គោលនយោបាយអាមេរិកតើពូអាចអធិប្បាយពីនយោបាយសេដ្ឋកិច្ច60ឆ្នាំមកនេះបានដែរឬទេជាសំណួរធំកូនអើយជាសំណួរ very very big question ណាព្រោះខ្ញុំពិតជាឃើញឆ្ងល់ណាស់ពិតជាឆ្ងល់ទេនៅការកែប្រែគោលនយោបាយសេដ្ឋកិច្ចកម្ពុជាជាមួយអាមេរិកអត់ប្រៀបធៀបបានទេកូននយោបាយកម្ពុជាអាមេរិកវាជារបបនយោបាយផ្សេងពីនយោបាយម៉ាឡេអាមេរិកនយោបាយហើយនៅក្នុងបរិបទនេះតើអាមេរិកមាននយោបាយជាក់លាក់ទៀងទាត់ស្ថិរភាពនឹងអាចទុកចិត្តបានជាមួយបណ្ដាប្រទេសឬទេចម្លើយឆ្លើយថាអត់ទេខ្ញុំនៅអាមេរិកខ្ញុំប្រាប់នយោបាយរដ្ឋាភិបាល Donald Trump មិនទៀងទាត់ទេបើយោងទៅតាមលម្អឿននៃការផ្លាស់ប្ដូរចិត្តគំនិតរបស់លោកប្រធានាធិបតីនយោបាយអាមេរិកនៅក្នុងឆ្នាំ25 26 27 28 29គឺជានយោបាយដែលមិនងាយមានស្ថិរភាពទេ The stability of US policy is at the very very low point meaning that US policy is moving very very fast ផ្លាស់ប្ដូរលឿនណាស់
ដែលប្រទេសមួយចំនួនhardly ពិបាកមែនទែនក្នុងការ catch up ជាមួយនឹង US policy អរគុណណាឥឡូវនេះចូលឆ្នាំទី2ហើយខ្ញុំនៅមិនទាន់ឃើញលោកប្រធានាធិបតីច្បាស់លាស់រឿងអីមួយនៅឡើយទេខ្ញុំឃើញថាលោកប្រធានាធិបតីស្ថិតនៅក្នុងអស្ថិរភាពនៃសតបដ្ឋាននយោបាយសតិបដ្ឋាននយោបាយបានដល់ការបញ្ជាក់គោលនយោបាយមួយឲ្យច្បាស់លាស់មួយដែលភាគីនយោបាយអាចទុកចិត្តបានអត់មានអីច្បាស់លាស់ទេអត់មានអីនឹងណូទេដូច្នេះបើចង់ឲ្យពូវិភាគអំពីនយោបាយវិភាគអត់កើតទេកូនអើយវិភាគអត់កើតទេសពថ្ងៃនេះកំពុងតែដូចបបបាយជ្រូកបបបាយជ្រូកគឺគេយកស្អីមកគេដាក់ក្នុងឆ្នាំងទាំងអស់ហើយជួនកាលគេហៅថាបបខ្ទិះស្អែកឡើងគេហៅថាបបសាច់គោស្អែកឡើងគេហៅបបសាច់មាន់បបផេះអ្នកដែលគេនឹងអ្នកណាប្រធានដីគាត់ហៅពី2016កាលគាត់កាន់តំណែងខ្ញុំគិតថាគេចងដៃគាត់ដូច្នេះហើយគាត់មិនអាចធ្វើការបានដល់ឆ្នាំ25គាត់មានលទ្ធភាពធ្វើការស្រាប់តែឃើញថាគាត់អត់ចេះធ្វើនយោបាយពីព្រោះការខូចខាតវាច្រើនជាងផលកាលណាខូចខាតច្រើនជាងផលបានសេចក្តីថាបុគ្គលដែលបញ្ចេញនយោបាយអត់ចេះពីព្រោះវាអញ្ចឹងវាអត់នឹងណូឥឡូវនេះរកប្រទេសមួយណាឲ្យវាច្បាស់នៅក្នុងគោលនយោបាយអត់មានទេត្រូវការពឹងកូរ៉េនិងជប៉ុនឲ្យជួយសាងនាវាឲ្យជួយផលិតនាវាស្រាប់តែចង្អាងទៅចាប់ជនជាតិគេដាក់ឡានរហូតដល់វិស្វករខាងកិច្ចការផលិតនាវាគេនាំទៅស្រុកវិញអស់ជាង400នាក់មួយទី2ជាមួយជប៉ុនទៅចាប់ដៃទៅអីសពគ្រប់តែទីបំផុតអត់មានអីដែលអាចឲ្យជប៉ុនហ្នឹងគេធ្វើជាមួយបានតើតែជប៉ុនហ្នឹងដោយសារគេដឹងចិត្តអញ្ចឹងគេបញ្ញាប់ធ្វើកិច្ចការគេទើបរដ្ឋាភិបាលសណៃតកអៃជីហ្នឹងក៏ធ្វើខ្លួនឯងទៅងាកទៅជាមួយសម្ព័ន្ធមិត្ត NATO មនុស្សចិត្តដិតនឹងគ្នានាយករដ្ឋមន្ត្រីអ៊ីតាលីឆ្លោះគ្នាតបានមនុស្សចិត្តដិតគ្នាជាមួយអង់គ្លេសគឺដូចបងនិងប្អូនឆ្លោះគ្នាតបានជាមួយកាណាដាបងនិងប្អូនឆ្លោះគ្នាតបានបើអញ្ចឹងទៅវាអត់មានកន្លែងណាមួយដែលអាចនឹងទុកចិត្តបានត្រង់ហ្នឹងហើយការខាតបង់វាច្រើនជាងផលចំណេញអញ្ចឹងបើឲ្យវិភាគនយោបាយវិភាគអត់ចាញ់ទេកូនសពថ្ងៃនេះណា political analyst ណាហើយនឹង economic analyst financial analyst 3ក្រុមហ្នឹងអត់មានណាវិភាគអីចាញ់ទេអត់មានអ្នកណាវិភាគអីចាញ់អត់មានចឹងសរុបសេចក្តីមកឆ្លើយអត់រួចទេ